Hello សួស្តីអ្នកនរគ្នាបាទជើងវិលត្រឡប់ជួបនាងដល់ទៅជាមួយនឹងរឿងទឹកដីចំពោះវិញ្ញាណពាក់ពីនៅក្នុងឈុតពីទី166នៃប៉ាទី3បន្តទៀតមុននឹងចូលទៅដល់សាច់រឿងរបស់យើងខ្ញុំសូមអរគុណទៅដល់បងហុងពិសិដ្ឋដែលលើកទឹកចិត្ត admin 4000រៀលស្មើនឹង$1ហើយនិងបងចិនវ៉ាន់បាទ4000រៀលដូចគ្នាអញ្ចឹងសូមជូនពរឲ្យបងប្រុសទាំងពីរនាក់ទទួលបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកបីក្លៀងក្លៀតឡើយដោយអាចារ្យឲ្យពរទៅហើយតែមិនធ្វើនោះទេហើយបើសិនជាគ្នាចឹងចង់លើកទឹកចិត្ត admin ដើម្បីធ្វើវីដេអូបន្តទៀតអាចមើលតាមរយៈ QR code នៅលើអេក្រង់នេះក៏បានដែរអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើឲ្យហើយពីភាគនៅថ្ងៃនេះតែម្ដងជូស៊ីពិតជារីករាយណាស់ដែលផែនការរបស់នាងបានជោគជ័យពួកសូលម៉ាសឺបិសាចត្រូវបានសម្លាប់ហើយចុងលីអូត្រូវបានបណ្ដឹងចេញដោយសារតែជំនួយរបស់ហ៊ូយ៉ាហាវទោះបីជាត្រូវដកទ័ពដោយមិនបានវាបហាទីក្រុងជ្រែកក៏ដោយកងនាងយល់ថាការដោះស្រាយបញ្ហាផ្ទៃក្នុងគឺសំខាន់ជាងបញ្ហានៅខាងក្រៅជានិច្ចប៉ុន្តែក្តីអំណរនេះមិនបានយូរទេក្តីបារម្ភនិងភាពតានតឹងក៏បានចូលមកជំនួសព្រោះហ៊ូយ៉ាហាវខ្លាំងពូកែពេកនាងយល់ច្បាស់អំពីគាត់ជាងវិស្វករពលឹងថ្នាក់ទី9ទាំងអស់ទោះជាពីមុនមានតែនាងដែលដឹងថាគាត់ជាអ្នកបំផ្លាញឧបករណ៍ស៊ើបការផ្លូវអាកាសរបស់អាណាចក្រសូយ៉ាតន្ត្រីក៏ដោយពេលនេះអ្វីៗនឹងផ្លាស់ប្ដូរហើយការដែលគាត់អាចយកឈ្នះសូមសើបិសាចដ៏ខ្លាំងទាំង5នាក់ជាប់ជាប់គ្នារួមទាំងមេដឹកនាំនៃវិហារខ្មោចពិសិដ្ឋផងនោះនឹងធ្វើឲ្យគាត់ល្បីល្បាញហើយក្លាយទៅជាគោលដៅទី1ដែលអាណាចក្រសូយ៉ាតន្ត្រីត្រូវតែកម្ចាត់ចោលយុវជនដ៏ឆ្នើមម្នាក់នេះនឹងក្លាយទៅជាសមាជិកដ៏សំខាន់របស់សាលាជ្រែកហើយបើសិនបើជាគាត់ប្រឆាំងនឹងអាណាចក្រសូយ៉ាតន្ត្រីនោះសុធីនរ៉ានច្បាស់ជាមិនអាចស៊ីឆ្ងាញ់ដេកលក់ស្រួលនោះទេបើមិនបានសម្លាប់គាត់ចោលចំណែកវិហារខ្មោចពិសិដ្ឋក៏នឹងរកឱកាសដើម្បីសងសឹកដូចគ្នាទោះជាយ៉ាងណាពេលនេះជូស៊ីលេងខ្វល់អំពីផែនការរបស់ខ្លួនទៀតហើយនាងបារម្ភអំពីសុវត្ថិភាពរបស់ហ៊ូយ៉ាហាវច្រើនជាងនៅសមរភូមិហ៊ូយ៉ាហាវបានឈរត្រង់ខ្លួនឡើងវិញទោះបីជាគាត់នៅដកដង្ហើមញាប់តែភ្នែករបស់គាត់ពោពេញទៅដោយថាមពលនិងភាពភ្លឺស្វាងការប្រើប្រាស់នូវភាពក្លាហាននិងប្រាជ្ញាយកឈ្នះចុងលូផ្ដល់ប្រយោជន៍យ៉ាងធំដល់គាត់ស្នូពលឹងក៏បំពេញបន្ថែមនៃជីនយ៉ាងវិលយ៉ាងលឿននៅក្នុងខ្លួនជួយស្ដារនៃថាមពលពលឹងរបស់គាត់ឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការប្រយុទ្ធនេះគាត់យល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃស្នូពលឹងទាំងពីរនេះធ្វើបិទតែពេលនេះគាត់នៅតែពឹងផ្អែកទៅលើអំណាចខាងក្រៅខ្លួនដូចជាអាវក្រៅអធិទេពសង្គ្រាមទឹកកកហើយនឹងកំបិតប្រពលឹងដើម្បីតទល់ជាមួយនឹងមនុស្សខ្លាំងដោយជុងលីអូក៏ដោយតែគាត់ក៏ជឿជាក់ថាគាត់នឹងអាចក្លាយទៅជាអាល់ទីមេតទូលូដោយគ្មានបញ្ហានៅថ្ងៃអនាគតបន្ទាប់មកសម្លេងដ៏ត្រជាក់របស់ហ៊ូយ៉ាក៏បានបន្លឺឡើងហើយអ្នកប្រកួតបន្ទាប់ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលព្រោះគេស្មានថាគាត់នឹងអូបន្លាយពេលដើម្បីស្ដារនៅធម្មពលពេលពីឃើញចុងលីអូចាញ់ភាពពេលខ្លាចក៏បានចូលលុកលុយពួកអាណាចក្រសូយ៉ាចន្ទ្រាដោយគ្មានអ្នកដឹកនាំពីវិហារខ្មោចពិសិដ្ឋពួកវិស្វករពលឹងបានសម្លឹងមើលទៅជូស៊ីនាងសួរដោយស្ងប់ស្ងាត់ថាតើមាននរណាចង់ចេញទៅប្រកួតជាមួយនឹងហ៊ូយ៉ាហាវដែរទេក្នុងចំណោមវិស្វករពលឹងថ្នាក់ទី9រាប់សិបនាក់នៅទីនោះដែលមានទាំងមេបញ្ជាការកងទ័ពនិងឥស្សរជនមកពីពលឺអធិរាជគ្មាននរណាម្នាក់ជា transcendent ទូលូឡើយដូច្នេះពួកគេសុទ្ធតែគ្មានទំនុកចិត្តនិងមិនហ៊ានយកជីវិតទៅបន្ថយទាល់តែសោះភាពស្ងប់ស្ងាត់អូបន្លាយធ្វើឲ្យជូស៊ីខឹងហើយអ្នកខ្លះចាប់ផ្ដើមមានអារម្មណ៍អៀនខ្មាសដែលអាណាចក្រសូយ៉ាតន្ត្រីដែលអស្ចារ្យបែរជាគ្មានអ្នកហ៊ានទទួលការប្រកួតបែបនេះស្រាប់តែមាននៅវិស្វករពលឹងថ្នាក់ទី5ម្នាក់មកពីក្រុមវិស្វករពលឹងក្រញាំភិរវកម្មស្ម័គ្រចិត្តចេញមុខយ៉ាងអង្អាចឃើញបែបនេះវិស្វករពលឹងថ្នាក់ទី9ផ្សេងទៀតកាន់តែអៀនខ្មាសយ៉ាងខ្លាំងឡើងពេលនោះបារម្ភម្នាក់ដែលពាក់នៅឧបករណ៍ពលឹងរាងមនុស្សពណ៌ខ្មៅនឹងមាននៅដាវវែងពីក្រោយខ្នងបានដើរចេញមកស្ដីបន្ទោសក្មេងនោះកុំឲ្យចេញមុខទៅស្លាប់ហើយក៏សូមការអនុញ្ញាតពីជូស៊ីដើម្បីតំណាងឲ្យកងទ័ពគាត់គឺជាឡាវមង្កៃជាមេវិជាការនៃក្រុមវិស្វករពលឹងកញ្ញាំភិរវកម្មដោយសារឃើញកូនចៅខ្លួនឯងហ៊ានចេញមុខគាត់ក៏មិនអាចហោនក្បាលកំសាកបានទៀតទេទោះជាគ្មានទំនុកចិត្តក៏ដោយជូស៊ីបានយល់ព្រមនិងជូនពរគាត់ក្រុមវិស្វករពលឹងកញ្ញាំភិរវកម្មគឺជាកងទ័ពដែលប្រកាយខាងវិប្រហាចិត្តបំផុតក្នុងចំណោមនៃកងទ័ពកម្ពុជាទាំង5ដែលរួមមានក្រុមវិស្វករពលឹងអធិរាជសូយ៉ាចន្ទ្រាក្រុមវិស្វករពលឹងនាគរាជអធិរាជក្រុមវិស្វករពលឹងហងភ្លើងហើយចុងក្រោយនោះគឺក្រុមវិស្វករពលឹងធីរ៉ាន់ភ្នែកបិសាចនឹងឯងកងទ័ពនោះមានទម្រង់ប្រយោជន៍ដែលខាតដូចជាសត្វខ្លាឃ្មុំកញ្ញាំមានខ្មៅអញ្ចឹងដែរសមាជិករបស់ពួកគេមិនខ្លាចស្លាប់និងពូកែប្រយុទ្ធចិត្តដែលជាការរួមបញ្ចូលគ្នារវាងសមត្ថភាពសូមសើហើយនឹងវិស្វករពលឹងដើម្បីបង្កើននូវកម្លាំងវិបហាយ៉ាងអតិបរមាស្រដៀងទៅនឹងទម្រង់ប្រយុទ្ធរបស់ជីជូឆាន់ហើយនឹងហ៊ូយ៉ាហាវដែរជាមេវិជាការលាវមង្កៃគឺជាអ្នកជំនាញដ៏កំពូលម្នាក់ក្នុងទម្រង់ប្រយុទ្ធនេះលាវមង្កៃស្ទុះហោះចូលទៅរកហ៊ូយ៉ាហាវយ៉ាងលឿនដើម្បីបង្រួមពេលវេលាកុំឲ្យហ៊ូយ៉ាហាវអាចស្ដារធម្មពលឡើងវិញគាត់បានដកនៅដាវពណ៌ខ្មៅងងឹតទាំងពីរចេញមកដែលវាបញ្ចេញនូវពន្លឺដ៏មុតស្រួចហាក់ដូចជាអាចលើកទៅបាក់រាល់ឧបសគ្គតាមរយៈនៃការរុករកព្រលឹងរបស់ហ៊ូយ៉ាហាវគាត់បានដឹងថា
លៀមមង្កាយមិនបានបញ្ចេញនៅអាវុធព្រលឹងរបស់ខ្លួនទេតែបរិះនេះមានធម្មពលជីវិតស្មើទៅនឹងគាត់ដែលខ្លាំងជាងថៃថលទូលូធម្មតាទៅទៀតដែលអនុញ្ញាតឲ្យគេបញ្ចុតបានយ៉ាងសុទ្ធសាធក្នុងរយៈពេលយូរលៀមមង្កាយវាប្រហារដោយកាត់ដាវជាសញ្ញាខ្វែងបញ្ចេញនៅពន្លឺលឿនស្លេបតម្រង់ទៅរកហូយហាវប៉ុន្តែត្រូវហូយហាវប្រើប្រាស់នៅកំបិតព្រឹកព្រលឹមបញ្ចេញនៅពន្លឺពណ៌ខៀវទៅកចាក់ចំកដាលសញ្ញាខ្វែងនោះបំបែកនៅពន្លឺខ្មៅឲ្យក្លាយទៅជាផ្សែងក្នុងអាកាសលីមង្កាយធ្លាក់ទឹកចិត្តភ្លាមព្រោះគាត់សឹងតែមិនអាចទប់អារម្មណ៍ពីដង្ហើមរបស់ហូយហាវបានសោះធ្វើឲ្យគាត់បាត់បង់ស្មារតីបញ្ចុតបន្តិចម្ដងបន្ទាប់មកក៏បានលេចខ្លួននៅពីមុខហូយហាវដោយប្រើនៅដាវទាំងពីរកាប់សម្ដៅទៅរកគូប្រកួតប៉ុន្តែត្រូវហូយហាវទប់បានយ៉ាងងាយនិងវិបកវិញដោយដាវអធិរាជដែលធ្វើឲ្យរូបរាងកាយពណ៌ខ្មៅនោះក្លាយទៅជារូបចម្លាក់តកធ្លាក់ចូលមកតែភ្លាមរូបពណ៌ខ្មៅមួយទៀតក៏បានលេចឡើងនៅម្ខាងទៀតពីប្រហាហូយហាវធ្វើឲ្យគាត់ត្រូវប្រើនៅការផ្លាស់ប្ដូរនៅទីតាំងឬក៏ teleport កិច្ចចេញហូយហាវភ្ជាប់ឲ្យចឹងខ្លាំងព្រោះលៀមមង្កាយមិនព្រមបញ្ចេញនៅអាវុធព្រលឹងទេដូច្នេះការផ្លាស់ទីនេះប្រកាសជាមកពីឧបករណ៍ព្រលឹងរាងមនុស្សដែលមាននៅធម្មពលលំហដែលអាចធ្វើឲ្យបាត់ខ្លួនបានលៀមមង្កាយប្រើនៅក្បាច់បញ្ចុតដោយជាឃាតករគឺបាត់ខ្លួនហើយលេចចេញមកកាប់ពីក្រោយប៉ុន្តែដោយសារតែការរុករកព្រលឹងរបស់ហូយហាវគ្រាន់ដល់ពេញសមរភូមិគាត់អាចទប់ទល់ទាន់ពេលដែលប្រើប្រាស់នៅអាក្រក់អតិទេពសង្គ្រាមតករាល់ពេលដែលលៀមមង្កាយលេចខ្លួនវិវាហាភាពត្រជាក់ពី Ultimate តកតែងតែរៀងល្បឿនរបស់គាត់បង្ខំឲ្យគាត់ត្រូវកិច្ចចូលទៅក្នុងភាពទទេឬក៏លំហវិញដើម្បីជៀសវាងកំបិតព្រឹកព្រលឹមរបស់ហូយហាវហូយហាវចូលច្បាស់ថាលៀមមង្កាយចង់អបបន្លាយពេលវេលាដើម្បីបំផ្លាញនៅធម្មពលព្រលឹងហើយនឹងធម្មពលវិញ្ញាណរបស់គាត់ដោយចង់លីអ៊ូដែរគាត់ដែលញឹមយ៉ាងត្រជាក់រួចលើកនៅកំបិតព្រឹកព្រលឹមឡើងពន្លឺពណ៌ខៀវងឹតពីអាក្រក់អតិទេពសង្គ្រាមតកកាន់តែភ្លឺចែងចាំងបង្កើតភាពត្រជាក់យ៉ាងខ្លាំងរហូតធ្វើឲ្យលៀមមង្កាយត្រូវរត់ចូលទៅក្នុងលំហវិញព្រាមនោះហូយហាវក៏បានវិវាហារង្គៀលដោយគ្មានរើសមកដែលកាប់ផ្ដាច់នៅលំហទាំងមូលក្នុងចម្ងាយ 1000 ម៉ែត្រជុំវិញខ្លួនទិដ្ឋភាពលើមេឃប្រាជាមានរូបរាងដូចជានាគកដ៏ធំហោះហើររាល់សកានាគសុទ្ធតែមុតស្រួចនេះមិនមែនជាក្បាច់របស់ Continent ទូលូទេតែវាគឺជាក្បាច់មកពីព្រះគឺរបាំនាគរីភ្លៀងហើយនិយាយម្យ៉ាងទៀតថាស្នៀតដែលហូយហាវប្រើប្រាស់នេះមិនមែនមកពីទឹកដីធម្មពលវិញ្ញាណនោះទេគឺជាស្នៀតរបស់ព្រះដែលឲ្យឈ្មោះថារបាំនាគរីភ្លៀងអ្នកនៅខាងបកថាំងនៅស្ត្រីទាំងអស់សុទ្ធតែស្រឡាំងកាំងមាននរណាដឹងថាគាត់ចេះក្បាច់នេះតាំងពីអង្កាលទេរូបរាងកាយពណ៌ខ្មៅរបស់លៀមមង្កាយត្រូវរញចេញពីការលាក់ខ្លួនហើយក៏ត្រូវក្រវីដាវយ៉ាងញាប់ស្បេតដើម្បីការពារខ្លួនរបាំងការពារសូលកាថ្នាក់ទី9និងធម្មពលរៀងកម្លាំងរបស់គាត់ត្រូវបានបំផ្លាញខ្ទេចគាត់ទទួលរងនៅរបួស13កន្លែងឯឧបករណ៍ព្រលឹងរាងកាយមនុស្សក៏ត្រូវខូចខាតនឹងបើសិនគ្មាននៅអាក្រក់ខាងក្នុងកម្រិតថ្នាក់ទី9ជួយទប់ទល់បន្ថែមទេគាត់ច្បាស់ជាខ្លាចទៅជាដុំតកបាត់ទៅហើយពួកសត្រូវញាប់ញ័រចំពោះកម្លាំងដ៏គួរខ្លាចនេះប៉ុន្តែហួយហាវមានអារម្មណ៍ស្ដាយក្រោយដែរព្រោះរបាំនាគរីភ្លៀងប្រើប្រាស់នៅធម្មពលព្រលឹងពីក្នុងស្នូលព្រលឹងការបំពេញបន្ថែមយិនចាងអស់ច្រើនពេកដែលធ្វើឲ្យមេឃប្រែទៅជាសមុទ្រ Ultimate តកហើយពេលនេះគាត់សល់តែធម្មពលមិនដល់ 20% ផងស្លាប់ទៅលីមង្កាយស្រែកឡើងហើយគប់នៅដាវខ្មៅពីមកការហួយហាវស្របពេលដែលខ្លួនឯងកំពុងធ្លាក់ចុះមកដីការគប់អាវុធនោះចោលមានន័យថាគាត់ចង់បង្កើតនៅអាការរត់គេងដែលទាំងពីរហោះមកយ៉ាងលឿនដោយខុសគ្នា1 ម៉ែត្រហួយហាវបង្ហាញទឹកមុខតានតឹងបំផុតដែលមិនធ្លាប់មានតាំងពីប្រកួតដំបូងមកគាត់ប្រើប្រាស់នៅក្បិតព្រលឹមទប់ដាវទី1ប៉ុន្តែបែរជាងាកខ្លួនជោគស្មាខាងឆ្វេងទៅទទួលដាវទី2ទៅវិញដែលនោះទម្លុះនៅស្មាគាត់ទោះជាមានការការពារពីអាក្រក់អតិទេពសង្គ្រាមតកក៏ដោយរាងកាយគាត់មិនហូរឈាមទេតែបានដួលធ្លាក់ចុះមកដីថាងតង់ភ័យខ្លាំងបំរុងរត់ទៅជួយតែហួយហាវលើកដៃគាត់ព្រោះនេះគឺជាការพูดរបស់មនុស្សប្រុសតែប៉ុណ្ណោះពេលធ្លាក់មកដល់ដីលីមង្កាយដួលរមៀលហើយហួយហាវឈរយ៉ាងនឹងនៅមានដាវនៅជាប់ស្មាកន្លែងនេះគឺរងរបួសដូចគ្នាធ្លាក់មកដីដូចគ្នាលីមង្កាយសើចយ៉ាងខ្លាំងដោយគិតថាខ្លួនអាចឈ្នះហួយហាវបាននិងមានមោទនភាពដែលគាត់អាចធ្វើឲ្យហួយហាវរបួសបានខណៈដែលសូម្បីតែចុងលីអូក៏ធ្វើមិនបានផងហួយហាវងក់ក្បាលហើយពោលសរសើរតែលីមង្កាយលះបង់ទាំងជីវិតដើម្បីវិជាកូនបញ្ចុតរបស់ខ្លួនគាត់ដឹងថាលីមង្កាយដុតធម្មពលជីវិតខ្លួនឯងដើម្បីបង្កកធម្មពលខាងក្នុងរបស់គាត់ដែលប្រើប្រាស់នៅអាវុធព្រលឹងដែលជាប្រភេទនៃព្រលឹងដាវនេះគ្មានរូបរាងពិតទេតែអាចបញ្ចូលជាមួយនឹងលក្ខធាតុបានយ៉ាងល្អឥតខ្ចោះការគប់ដាវទី1នេះគ្រាន់តែជាការបន្លំហើយដាវទី2ទើបជាការវិវហាពិតដោយប្រើប្រាស់នៅកំបិតបំបីព្រលឹងដែលជាសញ្ញាទី9របស់គាត់បញ្ចូលទៅក្នុងកំបិតអតិទេពបីសាយដែលជាឧបករណ៍សូលហ្គាយថ្នាក់ទី9លីមង្កាយសប្បាយចិត្តដោយប្រាប់ថាពេលដែលដាវនេះចូលទៅក្នុងខ្លួនហើយទោះបីជា Ultimate ទូលូក៏ត្រូវស្លាប់ដែរព្រោះធម្ម
ពលបំផ្លាញរបស់វានឹងកាត់ផ្ដាច់នូវសរសៃធម្មពលនៅក្នុងរាងកាយទាំងអស់ក៏និយាយទៀតថាការដែលគាត់ហ៊ានប្រកួតនេះក៏ព្រោះតែភាពលោភលន់ចង់បាននៅកំបិតព្រឹកព្រលឹងដើម្បីភូកងជាមួយនឹងព្រលឹងកំបិតរបស់ខ្លួនជួយឲ្យគាត់ក្លាយទៅជា Transcendental និងអាចឡើងទៅកាន់វិស្វករព្រលឹងថ្នាក់ទី10បាននាពេលអនាគតប៉ុន្តែគាត់ស្រឡាំងកាំងយ៉ាងខ្លាំងនៅពេលឃើញហួយហាវប្រើដៃស្ដាមទាញយកកំបិតអាទិទេពបិសាចដែលមាននៅប្រវែង5 feet ចេញពីស្មាដោយជឿហើយមិនមានហូរឈាមសូម្បីតែមួយដំណោះហួយហាវបើកមួកការពារមុខឡើងហើយនិយាយយ៉ាងស្ងប់ស្ងាត់ទាំងទឹកមុខស្លេកស្លាំងថាគាត់ទុកជីវិតលីមង្កាយមកដល់ពេលនេះគ្រាន់តែចង់បង្ហាញថាការវិភាគរបស់គាត់គឺគ្មានប្រយោជន៍លើគាត់ទេហើយពេលនេះដល់ពេលដែលលីមង្កាយត្រូវរលាយបាត់ពីលោកនេះហើយជូស៊ីបានស្រែកពីចម្ងាយដោយក្តីមេត្តាតែនៅលើសមរភូមិគ្មានក្តីមេត្តាឡើយភ្លាមនោះការផ្ទុះដ៏ខ្លាំងមួយនៃតកក៏បានធ្វើឲ្យរាងកាយលីមង្កាយបែកខ្ទេចទីគ្មានសល់ខណៈភ្នែករបស់គាត់នៅតែបើកធំៗដោយភាពមិនជឿតាមពិតដោយសារតែលីមង្កាយបានដុតធម្មពលជីវិតនិងបោះបង់ការការពារខ្លួនទៅហើយរបាំងការពារពិតប្រាកដក៏ត្រូវបានរបាំនិករីភ្លៀងបំផ្លាញអស់ទៀតដូច្នេះអតិមេតកដែលចុះទៅក្នុងខ្លួនរបស់គាត់បានធ្វើឲ្យកោសិកាទាំងអស់កកហើយការបំភ្លុះតកក៏អាចផ្ដាច់ជីវិតគាត់បានយ៉ាងងាយស្រួលហួយហាវជោគនៅកំបិតអតិទេពបិសាចមកច្រត់ទប់ខ្លួនហើយស្រាប់តែក្អួតឈាមយ៉ាងខ្លាំងរហូតមានឈាមខ្ទាតចេញពីស្មាខាងឆ្វេងឈាមនោះបានប្រែក្លាយទៅជារាងដាវព្រលឹងបំរុងវាបហាគាត់វិញតែពលឺពណ៌មាសពីថ្ងៃរបស់គាត់ក៏បានគ្របដណ្ដប់វាហើយកំទេចព្រលឹងដាវនោះចោលបាត់ទៅក្នុងអាកាសឈាមក៏បានឈប់ហូរបន្ទាប់មកក៏បានហៅអ្នកតតបន្ទាប់ទៀតឈាមដែលប្រឡាក់លើអាក្រក់អតិទេពសង្គ្រាមតកធ្វើឲ្យមុខដ៏ស្លេតរបស់គាត់មើលទៅគូកាន់តែគួរឲ្យខ្លាចប្រៀបដូចជាបិសាចចំមកឋានកណ្ដាលអញ្ចឹងនេះគឺជាសត្រូវទី6ដែលគាត់បានតទល់ដោយសម្លាប់3របស់2និងចាប់ខ្លួនម្នាក់ជូស៊ីឈឺចាប់យ៉ាងខ្លាំងដែលបាត់បង់នៅវិស្វករភ្លើងថ្នាក់ទី9ដូចជាលៀមមង្កាយព្រោះការបណ្ដុំបណ្ដាលបកគលនេះត្រូវចំណាយពេលរាប់សិបទសវត្សរ៍ហើយពួកគេគឺជាធនធានយុទ្ធសាស្ត្រដ៏កម្ររបស់អាណាចក្រសូវៀតន្ទ្រានាងចាប់ផ្ដើមបញ្ចូលអំពីគោលបំណងពិតរបស់ហូយ៉ាហាវដែលបង្កើតការប្រកួតនេះគឺមិនត្រឹមតែចង់ឲ្យសត្រូវដកទ័ពទេថែមទាំងចង់កាត់បន្ថយកម្លាំងកម្ពុជារបស់អាណាចក្រសូវៀតន្ទ្រានិងវិហារខ្មោចពិសិដ្ឋទៀតផងទន្ទឹមនឹងនេះនាងក៏ជឿចាប់ខ្លាំងពេលឃើញហូយ៉ាហាវរករបួសធ្ងន់ធ្ងរបែបនេះតាមពិតការវាយប្រហារចុងក្រោយរបស់លីមង្កាយពិតជាមុតស្រួយរហូតដល់ធ្វើឲ្យអាក្រក់អតិទេពសង្គ្រាមតកអាចការពារបានត្រឹមតែ 50% ប៉ុណ្ណោះហូយហាវអាចរស់បានព្រោះស្នូលព្រលឹងការបំពេញបន្ថែមនៃចិញ្ចឹមរបស់គាត់បានបង្កើតទៅជាកម្លាំងរាងកាយដ៏រឹងមាំស្មើទៅនឹងស្ដេចនីតិធានហើយចរន្តទឹកគួចនៃធម្មពលព្រលឹងរបស់គាត់ក៏បានចាប់ចាក់សោហើយនឹងរុញច្រាននៅអំណាចបំផ្លាញរបស់ព្រលឹងកបិតទៅគៀនមិនឲ្យប៉ះពាល់ដល់សរីរាង្គសំខាន់ៗបានទើបគាត់អាចរុញវាចេញពីខ្លួនមកវិញទោះបីជាពេលនេះធម្មពលព្រលឹងគាត់នៅសល់មិនដល់ 20% គាត់នៅតែឈរប្រជុំមុខសត្រូវយ៉ាងរឹងមាំខណៈដែលគាត់កំពុងតែខិតខំជំរុញនៅស្នូលព្រលឹងបំពេញបន្ថែមយិនយ៉ាងស្ដារធម្មពលបន្តិចម្ដងហើយត្រៀមពឹងផ្អែកទៅលើធម្មពលវិញ្ញាណដ៏វិសេសរបស់ខ្លួនដើម្បីបញ្ចុះបន្តទៅមុខទៀតហើយសាច់រឿងមួយជើងក៏ស្លាប់ប៉ុណ្ណេះជួបគ្នានៅថ្ងៃស្អែកបន្តទៀត